អ្នកជំងឺតាឡាស៊ីមីហេតុអីបានជាបញ្ចូលឈាមយូរទៅអ្នកជំងឺគាត់កាន់តែខ្សោយទៅហើយការបញ្ចូលឈាមកាន់តែញឹកទៅចង់ឲ្យយល់ថាតាឡាស៊ីមីជាជំងឺពីកំណើតកើតមករងពុម្ពផលិតគ្រាប់ឈាមរបស់គាត់នឹងរូបរាងខុសប្រក្រតីអញ្ចឹងចាក់ពុម្ពមកផលិតគ្រាប់ឈាមក្រហមមករូបរាងខុសប្រក្រតីអញ្ចឹងគ្រាប់ឈាមក្រហមហ្នឹងគឺថាអាយុវាខ្លីវាបែកច្រើននៅក្នុងសរសៃឈាមអញ្ចឹងកាលណាអញ្ចឹងទៅក្នុងខ្លួនរបស់គាត់គឺខ្វះអុកស៊ីហ្សែនជាប់រហូតខ្វះគ្រាប់ឈាមក្រហមជាប់រហូតអញ្ចឹងរោងចក្រផលិតឈាមគាត់ប្រឹងប្រែងក្នុងការធ្វើការទ្វេគុណហើយការបែកគ្រាប់ឈាមគឺច្រើនទៅការចាក់បញ្ចូលឈាមត្រូវតែធ្វើដើម្បីធ្វើម៉េចឲ្យគ្រាប់ឈាមក្រហមហ្នឹងលើសពីកម្រិតគ្រោះថ្នាក់ឲ្យលើសពី9ក្រាមក្នុង1ដេស៊ីលីត្រកាន់តែល្អពួកគ្រាប់ឈាមក្រហម hemoglobin ហ្នឹងដែលល្អហ្មងគឺលើសពី12 13គ្រាប់អីទៅអាហ្នឹងបានល្អទៅតាម protocol របស់ទីពេទ្យរបស់ជាតិមួយប្រទេសមួយជាទូទៅស្តង់ដារដែលល្អគឺលើសពី9ក្រាមប៉ុន្តែលក្ខខណ្ឌផ្សេងៗនេះធ្វើឲ្យការងារខ្លះត្រូវតែបង្ខំចិត្តដើម្បីថាក្រោម7បានបញ្ចូលបានអីចឹងទៅប៉ុន្តែជារួមគឺថាទុកគ្រាប់ឈាមក្រហមកាន់តែទាបក្នុងខ្លួនខ្វះអុកស៊ីហ្សែនកាន់តែខ្លាំងក្នុងខ្លួនគ្រប់រាងកាយទាំងអស់ខួរក្បាលបេះដូងថ្លើមគ្រឿងក្នុងគ្រប់កន្លែងសាច់ដុំគ្រប់កន្លែងត្រូវការអុកស៊ីហ្សែនហ្នឹងអញ្ចឹងកាលណាគ្រាប់ឈាមក្រហមកាន់តែទាបអុកស៊ីហ្សែនកាន់តែតិចអញ្ចឹងគ្រប់កន្លែងស៊ីអត់ស៊ីឃ្លានក្រណាគ្រប់រាងកាយទាំងអស់ឲ្យធ្វើការធ្ងន់អញ្ចឹងកាលណាអញ្ចឹងស៊ីអត់គ្រប់អញ្ចឹងឆាប់ខ្សោយឆាប់ទ្រោមហើយឈាមគឺបន្តអាប់អួរច្រើនដោយសារវាបែកច្រើនអញ្ចឹងទៅហើយប្រឹងប្រែងបឺតជាតិដែកថែមបឺតសារធាតុដើម្បីមកផលិតថែមអញ្ចឹងជាតិដែកទៅកើនច្រើនទៅវាពុលវាតុកសិកវាអាប់អួរដែរហើយគ្រាប់ឈាមក្រហមដែលបែកច្រើនទៅជាតិលឿងវាច្រើនទៅក្នុងខ្លួនភ្នែកលឿងនោមលឿងស្បែកលឿងជួនកាលឡើងជាតិអាស៊ីតទៀតពួកបែកគ្រាប់ឈាមច្រើនឡើងជាតិអាស៊ីតហើយដណ្ដើមរីកធំហើយបេះដូងក៏ស៊ីអុកស៊ីហ្សែនខ្វះអុកស៊ីហ្សែនស៊ីតិចហ្នឹងធ្វើការធ្ងន់ដូចម៉ាស៊ីនអញ្ចឹងកាលណាគ្នាតិចប្រឹងរោខ្លាំងដើម្បីធ្វើការបានច្រើនជុំហើយខ្លួនឯងក៏អត់ធ្វើការច្រើនអត់សូវបានសម្រាប់គ្រប់ស៊ីអត់ធ្វើគ្រប់ខ្ញុំប្រើពាក្យស៊ីប៉ុន្តែចង់ឲ្យងាយយល់តែអញ្ចឹងទៅឆាប់ខ្សោយបេះដូងទៀតហើយមជ្ឈដ្ឋានឈាមជារួមអាប់អួរសម្បើមអាប់អួរអញ្ចឹងទៅស្រោចស្រពគ្រប់កន្លែងគឺសពូនដូចមួយទឹកត្រជាក់មានជីជាតិមានអុកស៊ីហ្សែនគ្រប់មួយទៀតទឹកក្តៅអាប់អួរអត់មានជីជាតិអត់មានអុកស៊ីហ្សែនអញ្ចឹងសោយតំណាំស្លោកបើដាក់កូនត្រីចូលក៏សពូនអញ្ចឹងហ្នឹងហើយអញ្ចឹងការព្យាបាលគឺវាជាការព្យាបាលសម្រន់បើយើងបញ្ចូលឈាមតែមួយមុខគឺជាការព្យាបាលសម្រន់ដែលអញ្ចឹងយូរទៅគឺធ្ងន់ទៅតាមដំណើរធម្មជាតិរបស់ជំងឺទេមិនមែនមកពីការព្យាបាលការបញ្ចូលឈាមនឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ទេគឺជាដំណើរវិវត្តធម្មជាតិរបស់ជំងឺតាឡាស៊ីមីដែល transfusion dependent តាឡាស៊ីមីដែលត្រូវការរស់នៅដោយការបញ្ចូលឈាមបើតាឡាស៊ីមីដែលអត់ត្រូវការការបញ្ចូលឈាមមិនមែនគ្រូពេទ្យអត់បញ្ចូលទៅគឺបានន័យថាជំងឺអត់បញ្ចូលឈាមមិនមែនទេឬយើងគិតអត់បញ្ចូលឈាមទៅគេហៅថានេះទេគឺបញ្ចូលឈាមឬអត់កាលណាគ្រាប់ឈាមជំងឺនឹង